ជំរាបសួរបាទជួបគ្នាសាជាថ្មីនៅវីដេអូទាក់ទងទៅនឹងវិស័យខ្សែភាពយន្តក៏ដូចជាតារាល្បីៗរបស់កម្ពុជាពីអតីតកាលមកទល់បច្ចុប្បន្នបាទថ្ងៃនេះគឺខ្ញុំសូមលើកយកនៅបទចម្រៀងមួយបទក៏ដូចជាតារាចម្រៀងមួយរូបដែលធ្លាប់ច្រៀងនៅក្នុងផលិតកម្មមួយដែលឈ្មោះថា Green Stone ហើយគាត់ក៏បានច្រៀងជាមួយដូចជាធ្លាប់រៀបបទអីគេភ្លេងការប្រហាបែកគេហើយនឹង10000ដាច់ថ្លៃហ្នឹងឡើយហ្នឹងបាយមកគាត់ដាក់10000ដាច់ថ្លៃហើយបងប្អូនធ្លាប់ស្គាល់គាត់ហ្នឹងទៅ10000អញ្ចឹង10000ដាច់ថ្លៃដែរតែឈ្មោះគាត់ទៀតខ្ញុំហ្នឹងនេះបងនេះបង10000ដាច់ថ្លៃដែរតែផៃសៃហាបាទហើយនេះគាត់ធ្លាប់ចាញ់តាមវិទ្យុគាត់ធ្លាប់ជាអំឡុងឆ្នាំ2015 16នេះគឺគាត់ក៏ក្រាបដែរគឺគាត់បានមានភាពមានឈ្មោះល្បីល្បាញដែរបាទប៉ុន្តែឥឡូវដូចជាមិនឃើញបទចេញចម្រៀងណាមួយគូគាត់សម្គាល់ហើយក៏មិនដឹងថាតើគាត់ដើរនៅលើវិថីសិល្បៈនេះយ៉ាងណាយ៉ាងណីត្រឹមណាទេគឺខ្ញុំអត់ដឹងដែរឡើយយើងតែមើលបទចម្រៀងគាត់មួយសិនហើយតារានេះតារាចម្រៀងស្រីនេះគឺដូចជាសាច់គាត់ចាំណាដូចនៅក្មេងទៅឥឡូវនៅសម្ដែងបានមកគាត់បានខុសពីមុនសវត្តនេះគឺ2007បាទឥឡូវយើងទៅមើលទឹកដៃរបស់គាត់មួយសិនបាទទឹកដងរបស់គាត់មួយសិនផៃសៃហាទំនុកច្រៀងចាត់ថាផៃសៃហាឈ្មោះគាត់ឆ្នាំ5ខែព្រោះតែ5000ដុល្លារដំណឹងរូបស្រីម្ដាយអូនកាត់ថ្លៃខាន់ស្លាឆ្នាំនេះចូលស្នេហ៍ជីវ៉ានឹកស្មានថាបានរូបភក្តីស្មោះស្នេហាបងធ្វើចុងការ3ឆ្នាំតែស្មួនប្រងចាំតាមពាក្យបងដាំ5000ស្រៀបពាំងហឺហាយកបងដាតែម៉ែអូនឡើង10000ស្បាត់អងជើងដៃលួចមើលស្រីទាំងភ័យអបើរូបខ្ញុំក្រឲ្យរកប្រាក់បានមកពីណាបើគាត់ទឹកថ្លៃដូចជាទំនិញលើទីផ្សារគេឯងកោតចិត្តគ្រប់គ្នាគ្មានអ្នកណាថាស្ដីតើមានអ្នកណាហ៊ានបងអាណិតខ្ញុំផងមានតែ5000ម៉ែអើយបើមិនតិចរូបខ្ញុំជ្រុលស្រឡាញ់គុណម៉ែហើយប្រាក់10000គ្មានឡើយព្រះអើយដាច់ខ្យល់ហើយខ្ញុំរ
ផងមានតែ5000ម៉ែអើយបើមិនដេញរូបខ្ញុំជ្រុលស្រឡាញ់គុណម៉ែហើយប្រាក់10000គ្មានឡើយព្រះអើយដាច់ខ្យល់ហើយខ្ញុំបើមិនដេញរូបខ្ញុំជ្រុលស្រឡាញ់គុណម៉ែហើយប្រាក់10000គ្មានឡើយព្រះអើយដាច់ខ្យល់ហើយខ្ញុំបាទនេះគឺជាបទចម្រៀងរបស់គាត់ណាមិនដាច់ថ្លៃបាទគឺព្រោះថាបាទមិនស្អាតបាយឈ្មោះគាត់ទៅផៃសៃហាមានចេញទៀតទេគាត់ឃើញមកដាក់ខេមរ៉េបខេមរិស័យហាក់ឈ្មោះក្រៅគាត់ដាក់ក្រៅណាបាទបទនេះដូចជាបទបើតែជាភ្លេងពីដើមទេភ្លេងការប្រហារផ្នែកខ្ញុំមកហើយក៏បាទនេះបាទតែឃើញជក់វ័យមួយចំនួនគាត់ចិត្តជាងបទនឹងដែរបាទក្រឹមក្រឹមក្រហឹមល្វើយល្វើយហាក់ដូចដងហើយឆ្លើយថោនឃ្លៀតសំលេងភ្លេងអើយដឹងហើយមិនញៀនពេលនេះឈ្មោះលួយទៅរៀបការបងធ្លាក់ខ្លួនឈឺព្រោះរោគស្នេហាស្ទើរសូមសង្ខារជីវ៉ាមកឌឺមិនក្លាមួយម៉ាត់អើយបងបានលេងការបានឈឺប្រហាស្នេហ៍ខ្ញុំមកខាងជាសង្សារមកខាងទៀតស្វាមីអូនប្រឹងកាលៃបំភ្លេចចាំទុំបាទអញ្ចឹងនេះគឺជាដូចជាគាត់មកឃើញមានចិត្តបទចម្រៀងអី original អីបន្តទៀតទេហើយក៏មិនដឹងថាគាត់សពថ្ងៃនេះគាត់ដំណើរនៅលើវិថីសិល្បៈបាទការងារវិថីសិល្បៈនេះយ៉ាងណាយ៉ាងណាដែរបាទចឹងមិនជាបានឃើញបាននេះបាទសូមជួយប្រាប់ផងប្រិយមិត្តបាទក៏ដូចជាសម័យខ្លួនផងដែរបាទចឹងសុខទុក្ខយ៉ាងណាអីយ៉ាងដែរបាទបច្ចុប្បន្ននេះបាទមានគ្រូសាស្ត្រដូចជារស់នៅក្នុងកម្ពុជាឬក៏នៅក្រៅប្រទេសយ៉ាងទៅបាទគឺអត់ដឹងទាំងអស់បាទនេះគឺខ្ញុំគ្រាន់តែរំលឹក review របស់គាត់រឿងនៅតារាចម្រៀងបាទតារាសម្ដែងវិស័យភាពយន្តរបស់កម្ពុជាបាទដែលបានតាំងពីចំនួនសង្គមព្រះនិយមមកបាទរហូតមកទល់នឹងបច្ចុប្បន្នភាពនេះបាទទាំងតារាបានមានមុខនៅពេលបច្ចុប្បន្នក៏ជាបាត់មុខបាទក៏ដូចជាបានទទួលមរណកាលបាទក៏ដូចជាបច្ចុប្បន្ននេះជាដើមបាទអញ្ចឹងអីទេសូមអរគុណច្រើនបាទជួបគ្នានៅវីដេអូថ្មីនៅតាក់ទងទៅនឹងវិស័យខ្សែភាពយន្តតារាចម្រៀងតារាសម្ដែងរបស់កម្ពុជាជាបន្តទៀតបាទអញ្ចឹងគណៈពេលនេះខ្ញុំបាទសូមអរគុណបាទសូមជម្រាបលាតែប៉ុណ្ណេះសិនបាទ